ជាយុវសិស្សជាអីហ្នឹងគឺយើងកាន់ក្បាលមីក្រូឬក៏ឧស្សាហ៍ឡើងទៅកាន់ទីសាធារណៈដែលមានគេមើលមកយើងកសែភ្នែកច្រើនយើងហ៊ានងើបឡើងលើបន្តិចហ្នឹងធ្វើឲ្យមនុស្ស100នាក់ស្គាល់មុខយើងទាំងប្រុសទាំងស្រីឲ្យតែយើងមានសមត្ថភាពពិតធ្វើបានទាំងអស់ប៉ុន្តែបើយើងសម្លឹងមកបរិបទប្រទេសកម្ពុជារបស់យើងខ្ញុំនៅតែទទួលស្គាល់ដដែលថាពិធីករស្រីមានអត្ថិភាពជាងជំរាបសួរប្រិមិត្តក្លាហាន9អ្នកនរគ្នារីករាយស្វាគមន៍មកកាន់ K9 Podcast ហើយតែងតែជំរាបជូននៅប្រធានបទថ្មីក៏ដូចជាមានណែនាំនៅជាកិត្តិយសថ្មីដែលគាត់មានបទពិសោធន៍ល្អៗមកចែករំលែកជាមួយនឹងប្រិមិត្តទាំងអស់គ្នាផងដែរប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះយើងនិយាយថាឲ្យតែនិយាយច្រើនណាដឹងតែអាចធ្វើពិធីករបានមែនអូខេឥឡូវនេះកុំឲ្យខាត់ពេលយូរយើងណែនាំភ្ញៀវកិត្តិយសតែម្ដងបាទជំរាបសួរបងជំរាបសួរបងសុភាបាទជំរាបសួរអរគុណច្រើនសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះបងហើយសម្រាប់ខ្ញុំបងក៏ជានិមិត្តរូបរបស់ខ្ញុំម្នាក់ដែរដែលខ្ញុំតែងតែតាមដានបាទបណ្ដាញសង្គមរបស់បងជាពិសេសគឺវីដេអូនៃការចែករំលែកគន្លឹះនៅក្នុងការនិយាយជាលក្ខណៈសាធារណៈធ្វើម៉េចដើម្បីឲ្យការចែករំលែកនៅទីសាធារណៈនោះបានរលូនដោយភាពជឿជាក់ទៀតតែថ្ងៃនេះសំណាងបានឃើញរូបពិតសម្លេងពិតមើលទៅឃើញជឿជាក់អត់ជឿជាក់បាទប៉ុន្តែនិយាយទៅត្រង់បងថ្ងៃនេះខ្ញុំរៀងផ្អើលដែរដោយសារជួបរបស់ពិតអូជួបរបស់ពិតខ្ញុំក៏ជួបរបស់ពិតដូចគ្នាដែរការងាររវល់ច្រើនទេបងលបគួសមបើតាមមើលសកម្មភាពរាល់ថ្ងៃនេះគឺថារត់អត់ដែរដើរទេធ្វើអ្វីក៏រត់ដែរចារសារតែលបការងារច្រើនជាពិសេសគឺឃើញមានកម្មវិធីមួយចំនួនដូចជាការបើកសម្ពោធកន្លែងនេះកន្លែងនោះឬក៏កម្មវិធីផ្លូវការធំៗអីគឺតែងតែមានវត្តមានបងរហូតហើយជាពិសេសជក់ចិត្តជាងគេគឺមើលកន្លែងដែលបងបើកកម្មវិធីអូយ script ទោះបីជា script មែនប៉ុន្តែចេញមកគឺដូចមានអក្សររត់កាត់មុខឲ្យអានអត់តាក់អញ្ចឹងកន្លែងហ្នឹងជាចំណុចឆ្ងាញ់មួយសម្រាប់ខ្ញុំដូចគ្នាព្រោះអីតែងតែគិតថាបើសិនជាខ្ញុំទៅកន្លែងហ្នឹងខ្ញុំធ្វើបានអត់នឹងជាសំណួរបងដឹងទៅបានទេបើសិនជាបានប្រឡូករៀងរាល់ថ្ងៃដូចនេះខ្ញុំធម្មតាពេលធ្វើអីតែកាលណាយើងធ្វើញឹកញាប់ជារៀងរាល់ថ្ងៃយូរទៅវាខ្លាយទៅជាការស្ទាត់បើនិយាយពីមាត់វិញដូចរលរីបងអញ្ចឹងបើកម្មវិធីមកសឹងតអត់មានតាក់អញ្ចឹងចាពីព្រោះយើងធ្វើជាប្រចាំអញ្ចឹងទៅអរគុណបងច្រើនហើយបញ្ជាក់ជូនប្រិមិត្តបងដែរថាបងស្រីសៃសំភ័ក្រគាត់គឺជាពិធីការនីផ្លូវការមួយរូបហើយក៏ជាគ្រូបង្វឹកសម្រាប់ការចង់ខ្លាយខ្លួនជាពិធីករឬក៏ពិធីការនីដូចគ្នាមិនត្រឹមតែប៉ុណ្ណោះក៏គាត់មានតួនាទីមួយទៀតគឺជាអនុប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាហៅកាត់ថា JCI ផងដែរបាទអរគុណបងប្រឡូកជាមួយនឹងវិស័យជាអ្នកសម្របសម្រួលនេះរយៈពេលប្រហែលឆ្នាំហើយបងបើសិនជាថ្ងៃចាប់ផ្ដើមនៃការកាន់ក្បាលមីក្រូនេះខ្ញុំគិតថាពេលនោះយើងមិនទាន់ហៅខ្លួនឯងជាអ្នកអាជីពទេប៉ុន្តែជាពិធីការនេះឯងពីព្រោះតែកាន់ក្បាលមីក្រូសម្រាប់សម្រួលកម្មវិធីគេហៅពិធីករអញ្ចឹងបើគិតទៅវាតាំងពីខ្ញុំរៀនថ្នាក់ទី10អាយុប្រហែលជាខ្ទង់15-16ឆ្នាំនៅសាលាគេមានកម្មវិធីមានអីចឹងទៅគ្រូគាត់ទុកចិត្តឲ្យឡើងទៅធ្វើជាអ្នកសម្របសម្រួលអីចឹងណាបន្ទាប់ពីនោះមកខ្ញុំចូលសាកលវិទ្យាល័យឲ្យឱកាសទៀតពេលមានសាលាមានអីចឹងទៅយើងចេះតែធ្វើទៀតណាបន្ទាប់មកទៀតចូលធ្វើការនៅក្រុមហ៊ុនទី1មានកម្មវិធីធ្វើក្រុមហ៊ុនទី2ធ្វើទី3ធ្វើទី4ធ្វើរហូតដល់នេះខ្ញុំចូលទៅដល់ JCI 2017ខ្ញុំក្លាយទៅជាសមាជិកសកម្មរូបបន្តក្លាយទៅជាក្រុមប្រឹក្សាពិបាលនៅក្នុងថ្នាក់តំបន់ថ្នាក់សាខាហើយក៏មានឱកាសកាន់កម្មវិធីហ្នឹងជាញឹកញាប់តែម្ដងដែលធ្វើឲ្យពេលនោះឃើញថាមានបងប្អូនរបស់យើងមួយចំនួនគាត់ស្គាល់ថាយើងជាពិធីករអាចនិយាយបានប៉ុន្តែមិនមែនជាអាជីពទេចាអញ្ចឹងរហូតដល់ពេលក្រោយវិបត្តិ COVID-19 អាចនិយាយថាពេលវេលាហ្នឹងវារៀងតានតឹងដែរដោយសារតែខ្ញុំបានចូលរួមប្រឡូកការងារក៏ដូចជាការរកស៊ីមួយចំនួនហ្នឹងវាមានការខាត់បងហើយក៏បានបិទទៅវិញអញ្ចឹងណាអញ្ចឹងពេលហ្នឹងគឺជាពេលដែលអាចថាជាការជួបជុំបន្ទាប់ពី COVID ហើយមានតែគ្រប់បណ្ដាស្ថាប័នក្រុមហ៊ុនទាំងអស់គឺចាប់ផ្ដើមមានសកម្មភាពរឿងទូចក៏ត្រូវតែធ្វើកម្មវិធីដើម្បីរកការជួបជុំដែរដោយសារយើងនឹករលឹកគ្នាពី3ឆ្នាំកំឡុងពេល lockdown COVID អីចឹងណាអញ្ចឹងខ្ញុំឃើញថាវាជាឱកាសមួយដែលស្ថាប័នក្រុមហ៊ុនមួយចំនួនដែលគាត់ធ្លាប់ស្គាល់ខ្ញុំជាពិធីករហ្នឹងគាត់ហៅទៅធ្វើហើយក៏ខ្ញុំនឹកឃើញថាវាគឺជាពេលវេលាហើយ it's time ខ្ញុំគិតអញ្ចឹងវាចាប់ឱកាសវាចាប់តែម្ដងចាអញ្ចឹងវាជាពេលវេលាហើយដែលរាល់ដងខ្ញុំគ្រាន់តែធ្វើនៅពេលដែលគេពឹងពាក់មិនគិតថាវាជាអាជីពហើយក៏គិតថាមិនអាចរកclient រកអតិថិជនអីឬក៏ event ទេពីព្រោះយើងអត់មានបណ្ដាញអីផ្សេងៗអញ្ចឹងណាប៉ុន្តែនៅពេលដែលគេទុកចិត្តខ្ញុំហើយនៅពេលដែលខ្ញុំទៅធ្វើលើកទី1ដែលខ្ញុំធ្វើបន្ទាប់ពីយើងខានធ្វើយូរមុន COVID មករហូតដល់ក្រោយ COVID ធ្វើលើកទី1ហ្នឹងគេឲ្យ tip $100 ទៀតមានន័យថាកម្រៃយើងហើយផ្សេងហើយគាត់ឲ្យ tip ទៀតដោយសារតែការពេញចិត្តរបស់អតិថិជនមើលឃើញពីភាពវៃឆ្លាតការដឹកនាំកម្មវិធីរបស់យើងសម្របសម្រួលទៅវាផ្លែផ្កាឃើញភ្លាមនៅនឹងកន្លែងដោយសារកម្មវិធីដែលខ្ញុំកាន់ហ្នឹងគឺជាកម្មវិធីលក់យើង
យើងលក់កម្រងណាយើងលក់ផ្សារលក់អីចឹងទៅគាត់ឃើញថាអតិជនគាត់ការលក់នឹងច្រើនមែនតើដោយសារតែការរួមចំណែករបស់ពិធីករនឹងខ្លាំងទឹកមាត់ប្រៃ lobby ចោះ lobby ឡើងទៅគាត់ឲ្យឱកាសនឹងអញ្ចឹងខ្ញុំមើលឃើញថាខ្ញុំពិតជាមានសមត្ថភាពមែនដោយមានការទទួលស្គាល់ពីមហាជនពីអតិជនរបស់នេះខ្ញុំអញ្ចឹងខ្ញុំគិតថាខ្ញុំគួរតែធ្វើវាមែនតើមិនគួរធ្វើលេងៗទៀតទេអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមចាប់អាជីពពីពេលហ្នឹងមកខ្ទង់អាចនិយាយបានថាពាក់កណ្ដាល2022ដែលនេះខ្ញុំចាប់ផ្ដើមវាពេញម៉ោងតែម្ដងត្រឡប់ទៅជីវិតវិទ្យាល័យវិញដោយសារតែបងបញ្ជាក់ប្រាប់ថាគ្រូផ្ដល់ឱកាសសម្រាប់ការធ្វើពិធីករឲ្យកាន់ក្បាលមីក្រូដំបូងបានន័យថាគាត់មិនមែនត្រឹមតែឃើញថ្ងៃហ្នឹងទេសកម្មភាពរបស់បងនៅក្នុងថ្នាក់មិនដែរជាអ្នកដែលរស់រាយច្រើនជាអ្នកចូលចិត្តអានជាអ្នកចូលចិត្តចែករំលែកដែលគាត់មើលឃើញសមត្ថភាពហ្នឹងជាធម្មជាតិណាជាធម្មជាតិអត្តចរិតខ្ញុំជាមនុស្សរស់រាយរាក់ទាក់មនុស្សបានវោហាបើនិយាយខ្លីមិញសំណួរយើងប្រធានបទថាអ្នកនិយាយច្រើនណាសូមលើកទឹកចិត្តអ្នកមានសង្ឃឹមហីចាដោយសារតែភាពមានវោហាស័ព្ទភាពមិនសូវខ្លាចគេនិងភាពរស់រាយរាក់ទាក់នឹងហើយជាចំណុចដែលធ្វើឲ្យបុគ្គលដែលគេមើលឃើញយើងគេគិតថាយើងអាចមានសមត្ថភាពនៅក្នុងការកាន់ក្បាលមីក្រូចំពោះមុខអ្នកដទៃនិយាយបានអញ្ចឹងខ្ញុំបានទទួលឱកាសតាមរយៈ personality ធម្មជាតិរបស់យើងដែរបងអាចបញ្ជាក់បានទេថាមូលដ្ឋានគ្រឹះជារួមសម្រាប់ធ្វើជាពិធីការនីឬក៏អ្នកសម្របសម្រួលអាជីពអ្វីខ្លះដែលគួរតែមានហ្មងវាមានកត្តាគួរផ្សំច្រើនបើនេះខ្ញុំនិយាយថាជាកត្តាចាំបាច់និងកត្តាមិនចាំបាច់វាមានរួមចូលគ្នាអញ្ចឹងណាធម្មតាកត្តាចាំបាច់យើងប្រើភាសាមួយនៅក្នុងការនិយាយអញ្ចឹងទឹកដមសម្លេងប្រកបណាស់វាជាការដើរតួសំខាន់មានន័យយើងអាចនិយាយបានយើងអាចរឿងថាលើកដាក់បកែមិនបកែចាំយើងដោះខាត់វាតាមក្រោយតែទី1ការនិយាយទី2ភាសាដែលយើងនិយាយនឹងវាច្បាស់បើយើងនិយាយតែដិតបើយើងនិយាយពាក្យមិនច្បាស់ក៏វាអត់ជាគួយវាជាទីចាប់អារម្មណ៍មួយរបស់មហាជនឬក៏អ្នកស្ដាប់របស់យើងដែរទៅជាការរំខានចាអញ្ចឹងអានឹងមួយជាវោហាស័ព្ទឬក៏ជាពាក្យពេចន៍ហ្នឹងដើរតួសំខាន់រឿងទី2តាក់ទងជាមួយនឹងចំណេះដឹងទូទៅពីព្រោះនៅក្នុងបរិបទកម្មវិធីខុសគ្នាទាំងអស់យើងត្រូវយល់ថាស្អីគឺជាស្អីគឺជាការសវតានៃការចូលរួមរបស់ភ្ញៀវកិត្តិយសរបស់យើងអាចថាតាំងពីគោរមងាររបស់ពួកគាត់ពីសវតារបស់ពួកគាត់ថាគាត់នៅក្នុងឋានន្តរស័ក្តិរូបណាជាមហាជនទូទៅឬក៏យ៉ាងម៉េចអញ្ចឹងចំណេះដឹងទូទៅនឹងវាដើរតួសំខាន់ហើយក៏ជាប្រភេទអាជីវកម្មឬក៏ប្រភេទកម្មវិធីដែរបើសិនកម្មវិធីបរដ្ឋាភិបាលតើគេពិភាក្សាទៅលើប្រធានបទអីតើបើសិនជាយើងជាពិធីករលក់ផលិតផលតើផលិតផលហ្នឹងប្រើប្រាស់ក្នុងមុខងារអ្វីអញ្ចឹងយើងត្រូវមានចំណេះដឹងទូទៅដែលយើងអាចរៀនក្នុងកំឡុងពេលដែលយើងកាន់កម្មវិធីបានបាទបងចំណេះដឹងទូទៅកន្លែងនេះខ្ញុំរៀងច្រឡំបន្តិចចំណេះដឹងទូទៅដែលយើងរៀនបានតាមរយៈការរៀនតាមរយៈការអានឬក៏ចំណេះដឹងទូទៅដែលត្រូវស្វែងយល់ពី background ឬក៏ប្រវត្តិនៃស្ថាប័នដែលយើងទៅធ្វើការឲ្យវាជាបទពិសោធន៍រួមដែរធម្មតានេះខ្ញុំសូមបញ្ជាក់ថាបើសិនជាបងប្អូនមិនដែលមានបទពិសោធន៍ធ្វើការងារពីមុនមកយើងអត់ស្គាល់ស្អីទៅជារចនាសម្ព័ន្ធនៅក្នុងក្រុមហ៊ុនយើងអត់ស្គាល់ស្អីទៅជា department sales ស្អីទៅជា marketing ស្អីទៅជាអីអញ្ចឹងខ្ញុំគិតថាវាជា foundation មួយដែលធ្វើឲ្យខ្ញុំដោះខាត់ជំនាញពិធីករនឹងលឿនដោយសារតែខ្ញុំប្រឡូកការងារនឹង 6-7 ឆ្នាំដែរបងធ្វើជា HR human resource ខ្ញុំបានប្រឡូកការងារ start up មួយចំនួនអញ្ចឹងខ្ញុំយល់ដឹងពីអាជីវកម្មនៅពេលដែលខ្ញុំទៅធ្វើពិធីករវាងាយសម្រាប់នាងខ្ញុំនៅក្នុងការផ្សារភ្ជាប់ដោយសារយើងក្តាប់ព័ត៌មានបានច្រើនហើយនឹងហើយបាទបន្តទៀតបងលក្ខណៈការកសាងទំនុកចិត្តបើឲ្យពិន្ទុពី1ដល់100ការកសាងទំនុកចិត្តគួរទៅនៅចន្លោះទីម៉ានដែលអាចឈរធ្វើជាអ្នកសម្របសម្រួលកម្មវិធីផ្លូវការបានបើនេះខ្ញុំគិតឲ្យតែលើសពី50បាទចាបើក្រោម50រៀងពិបាកហើយដោយសារតែកសែភ្នែកកំឡុងពេលយើងធ្វើកម្មវិធីវាអាស្រ័យណាបើកម្មវិធីសាធារណៈវារៀងទំហំគួរសមដែរកសែភ្នែក100គូសម្លឹងមកយើងនៅពេលដែលយើងហាមាត់និយាយគឺគេមើលហើយចាហើយនៅ spotlight បងពេលខ្លះនៅលើឆាកពេលខ្លះនៅ podium អីចឹងទៅអញ្ចឹងទំនុកចិត្តត្រូវដើរតួឲ្យលើសពី 50% បើសិនជានៅ podium ប្រហែលជាអាច podium បាំងខ្លួនយើងអាចរៀងទំនុកចិត្តច្រើនបន្តិចប៉ុន្តែបើសិនកណ្ដាលវេទិកាឲ្យកាន់មីក្រូទៅឯងអាហ្នឹងគឺត្រូវសម្រួលឲ្យច្រើនចាយើងសម្រួលលើផ្លូវដង្ហើមសម្រួលអីចឹងណាហើយផ្ដល់ស្នាមញញឹមឲ្យខ្លួនឯងឲ្យបានញឹកញាប់ដោយសារភាពតានតឹងរបស់មនុស្សគឺកើតឡើងនៅលើទំហំ impression របស់មុខយើងឧទាហរណ៍ថាយើងភ័យយើងញ័រមុខយើងចាប់ផ្ដើមរៀងស្លេកភ័យដង្ហើមមកដកដល់គ្នាពេលហ្នឹងហើយបើទោះបីយើងជាបុគ្គលដែលមើលទៅវោហាស័ព្ទបកែលេងបកែអីក៏ដោយប៉ុន្តែមុនកាន់កម្មវិធីតែកាលណារៀងសង្កូតសង្កាត់រៀងអីហើយគឺពិបាកឯងអញ្ចឹងបើទោះបីយើងភ័យក៏ដោយដកដង្ហើមមួយគិតឲ្យរៀងវិជ្ជមានបន្តិចហើយផ្ដល់ស្នាមញញឹមនៅលើផ្ទៃមុខរបស់យើងទៅវាកាត់បន្ថយដែរពាក្យខ្មែរយើងមក clear ដែលពោលថាដំរីជើង4គង់មានភ្លាត់អ្នកប្រាជ្ញស្ទាត់គង់មានភ្លេចខ្ញុំគិតថាបងប្រហែលជាពេលណាមួយដែលបងភ្លាត់ហើយមានអារម្មណ៍ថាជាការដែលមិនគួរនឹងកាត់ឡើងនៅក្នុងការសម្របសម្រួលកម្មវិធីបងអាចជួយប្រាប់បានទេថាពេលណាមួយដែលបងចាំជាងគេតុបតាពេលកន្លងទៅដែរបាទ
ក្នុងព្រឹត្តិការណ៍ពីរដែលនេះខ្ញុំនៅចងចាំហើយខ្ញុំគិតថាវាមិនគួរឲ្យកាត់ឡើងបាទប៉ុន្តែជាអីដែលយើងអាចរៀនបានចាជាអីដែលកាត់មែនតើទៅធម្មតានៅក្នុងពិធីករខ្ញុំលើកទឹកចិត្តមែនតើទោះបីជាស្ទាត់ជំនាញបកកែប៉ុណ្ណាក៏ដោយរបៀបវារៈត្រូវតែមាននៅក្នុងដៃជាប់ជានិច្ចហើយរបៀបវារៈនឹងទៀតសោតត្រូវតែយល់អានឲ្យដឹងថាលំដាប់ទី1នៃរបៀបវារៈរបស់យើងទី2ទី3ជាអីឲ្យយើងដឹងពីព្រឹត្តិការណ៍នឹងទាំងអស់នៅពេលដែលយើងកាន់ទៅយើងអត់សូវបារម្ភនឹងភ័យនៅក្នុងការមើល script រហូតទេប៉ុន្តែក្នុងករណីខ្លះវាជារឿងបន្ទាន់ការផ្លាស់ប្ដូរវាកែកុនច្រើនវារញ៉េរញ៉ៃវាធ្វើឲ្យយើងភ្លៀងភ្លេចនៅពេលណាមួយបានដែរការដែលយើងនិយាយសម្របសម្រួលតែជាច្រើនត្រូវតែមានកំហុសហើយប៉ុន្តែការដែលយើងសុំទោសក៏កុំប្រើញឹកញាប់ពេកឬក៏ប្រើឲ្យត្រូវកលៈទេសៈកន្លែងហ្នឹងបងមានអីចង់បន្ថែមឬក៏ជាបទពិសោធន៍បងឆ្លងកាត់មកសម្រាប់នាងខ្ញុំផ្ទាល់ខ្ញុំកម្រប្រើភាសាសុំទោសដែរសុំទោសដោយករណីមិញហ្នឹងវាជាកំហុសហើយត្រូវតែសុំទោសដាច់ខាតប៉ុន្តែប្រសិនបើហៅពាក្យទៅវាខុសហើយឈ្មោះទៅវាខុសយើងអាចហៅម្ដងទៀតបានអញ្ចឹងយើង repeat ពាក្យនឹងដដែលដោយមិនចាំបាច់ប្រើនិយាយថាអូសូមអធិស្ឋានឬក៏អូសូមទោសមិនបាច់ទេកុំឲ្យរអាក់ពីព្រោះពេលខ្លះមាត់មនុស្សវាល្អិលពេលខ្លះវាលឿនទៅវារដាស់អត់តាន់ក៏មានដែរជាពិសេសដូចនាងខ្ញុំបើសិនជានិយាយខ្មែរសុទ្ធមិនបញ្ហានិយាយអង់គ្លេសសុទ្ធមិនបញ្ហាប៉ុន្តែជាទម្លាប់កម្មវិធីរបស់ខ្ញុំគឺកាន់ទាំងពីរអញ្ចឹងខួរក្បាលនិងអណ្ដាតរបស់ខ្ញុំត្រូវតែរលាស់ឲ្យលឿនបំផុតតាមដែលធ្វើទៅបានម្លោះវាមានការតដិតម្ដងម្កាលវាមិនខុសមិនទាំងស្រុងទេប៉ុន្តែជៀសវាងមែនតើហ្មងបើសិននាងខ្ញុំកាន់កម្មវិធីបើថាកម្មវិធី100ឲ្យថាខុសប្រហែលជា 4-5 ឯបានទេមិនឲ្យខុសទាំង100ឬក៏ខុសច្រើនជាងនឹងទេអញ្ចឹងណាសម្រាប់ខុស 4-5 ដងឯបានប៉ុន្តែយើង repeat ពាក្យឧទាហរណ៍ថាខ្ញុំនិយាយបងសុភាខ្ញុំនិយាយបងសុផាអញ្ចឹងណាអញ្ចឹងថាសូមអនុញ្ញាតផ្ដល់វេទិកានេះជូនបងសុផាបងសុភាអញ្ចឹងវិញរបៀបអញ្ចឹងណាយើងមិនថាអូសុំទោសអីអញ្ចឹងក៏បានដែរបាទអរគុណបងច្រើនអ្នកទាំងអស់គ្នាប្រហែលជាអាចរៀនបាននៅចំណុចច្រើនហើយជាពិសេសបើទោះបីជាការទៅចែកក្នុង K9 podcast របស់យើងរយៈពេលរៀងយូរបន្តិចប៉ុន្តែខ្ញុំក៏ជឿជាក់ថាមិនលំអិតរហូតដល់អ្នកទាំងអស់គ្នាស្ដាប់សូរមួយនឹងហើយអាចក្លាយទៅជាពិធីការនីផ្លូវការបានទេតើតើអ្នកទាំងអស់គ្នាត្រូវឆ្លងកាត់នៅការបណ្ដុះបណ្ដាលដុសខាត់ច្រើនបន្តទៅទៀតដែរបន្តទៅទៀតបងអាចបញ្ជាក់បានដែរថារូបសម្ផស្សអាចជាចំណែកមួយនៅក្នុងការកសាងទំនុកចិត្តនៅពេលដែលយើងជាពិធីការនីឬក៏ជាពិធីករបានអត់បើនិយាយអំពីរូបសម្ផស្សវារៀងធំទូលំទូលាយពេកបើសម្រាប់ខ្ញុំគិតថាការរៀបចំការតុបតែងខ្លួននិយាយចេះចោះយើងកុំប្រើពាក្យថារៀបសម្ផស្សព្រោះសម្ផស្សទៅវាគិតដល់ស្តង់ដារទៀតដែរហ្នឹងហើយអញ្ចឹងសម្រាប់ពិធីករធម្មតាទេយើងទៅកាន់កម្មវិធីសម្របសម្រួលកម្មវិធីយើងក៏ជាអ្នកលើកមុខលើកមាត់កម្មវិធីរបស់គេដែរអញ្ចឹងបានពេលខ្លះបងប្អូនយើងតែងតែអាសាឃើញនាងខ្ញុំស្លៀកសម្លៀកបំពាក់ពណ៌ខុសពីគ្នាទម្រង់ code របស់វាណាខុសទៅតាមកម្មវិធីដោយសារតែយើងត្រូវទៅសម្របសម្រួលទៅតាមកម្មវិធីនីមួយៗឲ្យត្រូវជាមួយនឹងផែនអ្នកចូលរួមរបស់យើងដែរប្រសិនបើក្រុងទម្រង់អិសរាជជនជាន់ខ្ពស់ថ្នាក់ដឹកនាំធម្មតាយើងអាចស្លៀកលេខលើលេខក្រោមអត់អាចបញ្ចេញសាច់អីទៅពីបានទេអញ្ចឹងរបៀបស្លៀកពាក់ឲ្យថ្លៃថ្នូរសមរម្យខ្មែរយើងមានសម្លៀកបំពាក់សម្ពុតបត់ខ្មែរឬក៏ហូបប្រមួងអីអញ្ចឹងទៅសមរម្យសក់យើងអីលើកឲ្យត្រឹមត្រូវមានរបៀបរៀបរយប្រសិនបើកម្មវិធីជា entertainment កម្មវិធីសប្បាយឈៀលអត់បញ្ហាទេយើងអាចស្លៀកបែបយុវវ័យ fashion អីចឹងទៅតាមការតុបតែងខ្លួនទៅតាមរបៀបរបស់យើងរៀងខ្លួនអញ្ចឹងបើសួរថាសម្រស់វាដើរតួសំខាន់អត់វាអាចដើរតួសំខាន់នៅក្នុងទម្រង់ជាពិធីករព្រោះយើងនៅក្នុង spotlight ប៉ុន្តែសួរថាភាពស្អាតខ្ញុំអត់ចង់និយាយពីទឹកមុខស្អាតអ្នកនឹងត្រូវមានចំហស្រួចមានសាច់សខ្ញុំអត់ចង់និយាយភាសាអស់ហ្នឹងទេខ្ញុំសូមតែនិយាយអំពីការ grooming តែប៉ុណ្ណឹងភាសាអង់គ្លេសគេហៅ grooming ការតុបតែងឲ្យស័ក្តិសមជាមួយនឹងកម្មវិធីរបស់យើងកម្មវិធីផ្លូវការនិងកម្មវិធីកម្សាន្តណាវាខុសគ្នាបែបណាតាមមួយណាដែលមើលទៅវាមានសម្ពាធច្រើនជាងដែលពេលខ្លះគាត់ទៅលើកម្មវិធីមានអារម្មណ៍ថាញ៉ាហើយតម្លៃនោះក៏វាត្រូវតែខុសគ្នាលើក្រោមរបៀបម៉េចនៅពេលដែលលើថាកម្មវិធីពីរហ្នឹងហ៎បងខ្ញុំធ្លាប់បកស្រាយនៅក្នុងវីដេអូមួយកាលហ្នឹងក៏ជជែកដែរដោយសារតែខ្ញុំខ្លួនឯងហ្មងម្សិលមិញឧទាហរណ៍ណាម្សិលមិញកាន់កម្មវិធីផ្លូវការហ្នឹងលំដាប់កម្ពុជាហ្មងថ្នាក់ដឹកនាំកម្ពុជារបស់ជាតិចូលរួមគឺផ្លូវការចំ 100% ដល់ពេលស្អែកឡើងខ្ញុំធ្វើ pool party វាមានពេលអញ្ចឹងដែរវាដាច់ពិតហ្មងវាតម្រង់ពីរហ្នឹងគឺខុសគ្នាដាច់ពិតតែម្ដងបើសួរថារវាងពីរនេះតើមួយណាសម្ពាធជាងដោយសារតែខ្ញុំដោះពីដើមទីមកវាពិធីករផ្លូវការហើយអញ្ចឹងកម្មវិធីផ្លូវការអត់សូវតានតឹងទេអូអញ្ចឹងវិញអានេះសម្រាប់ខ្ញុំណាដោយសារតែគ្រប់ពាក្យពេចន៍ទាំងអស់សុទ្ធតែត្រូវបានត្រៀមបើទោះបីជាការផ្លាស់ប្ដូរក៏យើងប្រើនៅក្នុងទម្រង់ការផ្លាស់ប្ដូរនិយាយមួយរៀបរាប់អំពីស្ថានភាពច្បាស់ដែរអត់ស្លន់ស្លោអញ្ចឹងគ្រប់យ៉ាងគឺរៀបចំរួចជាស្រេចពីព្រោះកម្មវិធីផ្លូវការត្រូវការ protocol គ្រប់ជំហានទាំងអស់សុទ្ធតែមាន protocol អញ្ចឹងណាបើកយ៉ាងម៉េចបិទយ៉ាងម៉េចថែមថយទៅពីអត់បានទេយើងមានរៀបពាក្យពេចន៍យើងរួចជាស្រេច
អិរិយាបថយើងពេលនោះក៏រៀងរួចជាស្រេចដែរអញ្ចឹងណាបងអញ្ចឹងផ្លូវការបើសួរថាសម្រាប់ខ្ញុំវាស្រួលត្រង់កន្លែងហ្នឹងខ្ញុំអត់សូវប្រើអារម្មណ៍ខ្លាំងពេកទេខ្ញុំប្រើទម្រង់បែបសុភាពរាបសារអោនលំទោននិយាយច្បាស់អញ្ចឹងភាសារបស់ខ្ញុំមួយអត់ស្លន់ស្លោអត់សូវតឌិតទេអញ្ចឹងខ្ញុំទៅតាមដំណើរធម្មតារហូតដល់ចប់ហើយក៏អត់សូវប្រើធម្មពលខ្លាំងដែរធម្មពលខ្ញុំអាចនៅបែបនឹងរហូតមួយថ្ងៃទល់ល្ងាចក៏អត់ហត់ដែរប៉ុន្តែកម្មវិធីសបាយបងវាទាមទារឲ្យមានការបត់បែនខួរក្បាល reflect លឿនបំផុតតាមដែលធ្វើទៅបានសម្លឹងឃើញអីអាចពិពណ៌នាពីរឿងនឹងបានសម្លឹងឃើញបុគ្គលម្នាក់នេះអាចនិយាយកំ pl ែងជាមួយគាត់បានហើយត្រូវបត់បែនដោយសារអត់មាន script ទេកម្មវិធីសបាយធ្វើមិនឲ្យតែញ៉ាំងបរិយាកាសឲ្យសបាយនឹកឃើញអីនិយាយហ្នឹងនឹកឃើញអីចង់បញ្ចេញអីលេងហ្នឹងរបៀបអញ្ចឹងតែម្ដងអញ្ចឹងយើងត្រូវការធម្មពលខ្លាំងមែនតើប៉ុន្តែសួរថាសម្ពាធវាសម្ពាធអត់ខ្ញុំគិតថាពេលហ្នឹងអត់សូវសម្ពាធទេដោយសារកម្មវិធីសបាយនិយាយខុសក៏អាចនិយាយម្ដងទៀតបាននិយាយខុសក៏អាចយកអាពាក្យកំ pl ែងខុសហ្នឹងមកនិយាយជាការកំ pl ែងលេងកំ pl ែងចប់ហើយនិយាយលេងទេនិយាយអញ្ចឹងបងស្លាប់លឺទេកំ pl ែងចុះកំ pl ែងឡើងនិយាយលេងទេចាដើម្បីឲ្យបងប្អូនរបស់យើងឬក៏ភ្ញៀវកិត្តិយសបានរីករាយកំសាន្តសប្បាយអីចឹងទៅអញ្ចឹងខ្លួនឯងនិយាយខុសមកឆ្អែតឬក៏និយាយមកវាបែកហូរស្ទឹងហើយគាត់អាចបត់មកវិញបានប៉ុន្តែកម្មវិធីផ្លូវការអត់បត់អញ្ចឹងទេធ្លាប់តាមវីដេអូបងច្រើនពាក្យពេចន៍គឺពិតជាពាក្យ protocol ច្រើនមែនតើពេលខ្លះធ្លាប់ច្រឡំយកមកប្រើនៅក្នុងកម្មវិធីធម្មតាទេឬក៏មិនដែលធ្វើឲ្យមានអារម្មណ៍ថាវារៀងខុសរសជាតិគ្នាបន្តិចអីចឹងមានដែរប៉ុន្តែយើងដូរថូនបើសម្រាប់ខ្ញុំគិតថាប្រហែលជាបងប្អូនរបស់យើងទូទៅដឹងថាសំឡេងខ្ញុំមិនជាអ្នកអីណាបរោះអីឆ្វាចអីវាមិនប្រហែលទេប៉ុន្តែខ្ញុំចេះលើកដាក់សំឡេងអញ្ចឹងបានធ្វើឲ្យបងប្អូនស្ដាប់ទៅនៅពេលដែលចូលទម្រង់ផ្លូវការគឺស្លុងនៅក្នុងការស្ដាប់សំឡេងយើងតែម្ដងរៀងម៉ត់ចត់មើលទៅណាតែដល់ពេលសប្បាយខ្ញុំរៀងដូរអារម្មណ៍ភាពសប្បាយលេងរបស់ខ្ញុំនឹងវាទៅជាខ្លែមខ្លងអីផ្សេងវិញប៉ុន្តែសួរថាប្រើពាក្យពេចន៍ protocol នៅតែមានព្រោះកម្មវិធីផ្លូវការ protocol និងកម្មវិធីទូទៅយើងនិយាយជាមួយមហាជនយើងអត់មែននិយាយមួយបងប្អូនយើងទេយើងនិយាយមិនមែននិយាយមួយមិត្តភក្តិយើងទេយើងអត់អាចប៉ាត់ណាប៉ាត់ណីដោយពាក្យអ្នកទាំងអស់គ្នាអញ្ចឹងណាញ៉ាំអីនៅអញ្ចឹងណាអាភាសាញ៉ាំភាសាអ្នកទាំងអស់គ្នានឹងជាភាសាគេហៅថាភាសាតាមផ្លូវដែលយើងនិយាយមួយមិត្តភក្តិបងប្អូនយើងទេប៉ុន្តែនៅក្នុងកម្មវិធីសុទ្ធតែជាបុគ្គលដែលយើងមិនស្គាល់គេសុទ្ធតែជាពាក្យថាភ្ញៀវកិត្តិយសមួយម៉ាត់ណាអញ្ចឹងយើងហើយណាក៏មានពាក្យលោកស្រីនាងកញ្ញាភ្ញៀវកិត្តិយសទាំងអស់អញ្ចឹងណាយើងមានពាក្យអញ្ចឹងប៉ុន្តែយើងប្រើថូនមកខុសគ្នាវិញចាអរគុណច្រើនថ្ងៃនេះខ្ញុំរៀនបានច្រើនមែនតើបើទោះបីជាមិនមានសភៅមួយក្បាលសម្រាប់ការរៀនហើយបងនិយាយខ្ញុំកត់បដាអីទេប៉ុន្តែក្នុងខ្លួនគឺរៀនបានច្រើនមែនតើដោយសារតែបងបាននាំយកបរិបទដែលពួកយើងអត់ធ្លាប់បានឃើញមកប្រាប់ពួកយើងទាំងអស់គ្នាជាពិសេសគឺប្រិមិត្តរបស់យើងដែលគាត់មានបំណងឬក៏ដឹងថាខ្លួនឯងស្រឡាញ់នៅក្នុងវិស័យមួយនេះហើយគឺអាចព្យាយាមដុសខាត់ខ្លួនឯងដោយវិធីណាជាពិសេសគឺការអន្សំនៅចំណេះដឹងទាំងការរស់នៅប្រចាំថ្ងៃទាំងអីដែលយើងរៀនពីសាលានៅមនុស្សជុំវិញខ្លួនគឺអាចយកមកប្រើប្រាស់នៅក្នុងវិថីនឹងបានដូចគ្នាចាហើយខ្ញុំក៏លើកទឹកចិត្តដែរប្រសិនបើមានឱកាសមិនមែនគ្រាន់តែកាន់ក្បាលមីក្រូនិយាយជាទម្រង់ពិធីករទេប៉ុន្តែបើឧទាហរណ៍ថាសម្រាប់បងប្អូនដែលគាត់រៀននៅតាមសាលារៀនឬក៏សាកលវិទ្យាល័យធម្មតានៅក្នុងសាលាយើងតែងមានការធ្វើបទបង្ហាញ assignment ឬក៏លោកគ្រូគាត់ឲ្យឡើងចែករំលែករំលឹកមេរៀនឬក៏មានឱកាសផ្សេងទៀតដែលយើងចូលរួមប្រកួត debate ឬក៏ការនិយាយសាធារណៈអីចឹងទៅយើងត្រូវចាប់ផ្ដើមពីចំណុចហ្នឹងពីព្រោះវាជាឱកាសមួយដែលយើងអាចហាត់ពុតនៅក្នុងការប្រើសម្លេងរបស់យើងជាមួយ microphone មានអ្នកខ្លះមកដល់វ័យគាត់40 50 ណាគាត់នៅក្រៅធម្មតាអត់អីទេគាត់និយាយបានធម្មតាតែពេលកាន់ក្បាលមីក្រូគាត់ញ័រអញ្ចឹងមានន័យថាឧបករណ៍មួយនេះហាក់បីដូចជាចម្លែកសម្រាប់គាត់អញ្ចឹងយើងត្រូវផ្សំវាពីដើមឲ្យហើយបើយើងនៅជាយុវសិស្សជាអីហ្នឹងគឺយើងកាន់ក្បាលមីក្រូឬក៏ឧស្សាហ៍ឡើងទៅកាន់ទីសាធារណៈដែលមានគេមើលមកយើងកសែភ្នែកច្រើនហើយយើងមានបុគ្គលម្នាក់ដែលនិយាយតែម្នាក់ឯងរបៀបអញ្ចឹងយើងរកឱកាសហ្នឹងឲ្យបានហើយបើនៅក្នុងសាលាធម្មតាគ្រូឬក៏ក្នុងសាខាសាលាក៏ដូចគ្នាដែរកូនសិស្សទាំងអស់100 200នាក់មកចូលរួមធម្មតាវាគ្មិនអាចតែងតែលោកមានសួរមានបងអូនណាចង់មានសំណួរអីអាចសុំលើកដៃលោកសួរឡើងអាហ្នឹងឯងគឺជាឱកាសដែលខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនឬក៏បងប្អូនទាំងអស់យកឱកាសវេទិកាមួយហ្នឹងបង្ហាញខ្លួនឯងមនុស្ស100នាក់យើងមិនអាចស្គាល់ទាំង100ទេប៉ុន្តែយើងហ៊ានងើបឡើងលើបន្តិចហ្នឹងធ្វើឲ្យមនុស្ស100នាក់ស្គាល់មុខយើងហើយខ្ញុំបានចាប់យកឱកាសមួយហ្នឹងខ្ញុំលើកជាឧទាហរណ៍ example កាលពេលដែលនេះខ្ញុំធ្វើជា HR ការជំនាន់ខ្ញុំធ្វើជា HR ជាចាមន្ត្រីធនធានមនុស្សខ្ញុំទៅចូលរួមកម្មវិធីមួយគេហៅ HR forum ហើយខ្ញុំអត់ស្គាល់គេទេបងអត់ស្គាល់អ្នកណាទាំងអស់ក្រៅតែអំពីអ្នករៀបចំកម្មវិធីម្នាក់ដែលគាត់អញ្ជើញខ្ញុំទៅហ្នឹងខ្ញុំទៅតំណាងអង្គភាពប៉ុន្តែខ្ញុំអត់ចង់មានសម្ពាធទេពីព្រោះខ្ញុំត្រូវសុំច្បាប់ AL annual leave ខ្ញុំត្រូវសុំក្រុមហ៊ុនឲ្យជួយចេញលុយ$35ឲ្យខ្ញុំហើយខ្ញុំត្រឡប់មកវិញត្រូវធ្វើរបាយការណ៍ឲ្យគាត់ទៀតអូយបងខ្ញុំតានតឹង
ចាដើម្បីខ្លួនឯងដើម្បីឲ្យស្គាល់គេរៀនសូត្រពីគេសោះត្រូវឆ្លងកាត់ដំណាក់កាលច្រើនម្លេះអញ្ចឹងខ្ញុំសូមដាក់ annual leave ខ្ញុំចេញលុយ$35ដោយខ្លួនឯងទៅចូលរួមហើយខ្ញុំគ្មានតំណាងស្ថាប័នឬក៏ត្រឡប់មកវិញត្រូវមានកាតព្វកិច្ចធ្វើរបាយការណ៍ជូនទេគឺខ្ញុំទៅបែបហ្នឹងហើយខ្ញុំអត់មានស្គាល់អ្នកណាទាំងអស់ប៉ុន្តែខ្ញុំគ្រាន់តែដឹងមួយថាខ្ញុំត្រៀមរួចជាស្រេចស្លៀកសម្លៀកបំពាក់អាវធំឲ្យស្អាតភ្លឹងកាន់នាមបានទៅជាមួយខ្ញុំចូលទៅដល់បរិបទហ្នឹងខ្ញុំសម្លឹងមើលគេមើលឯងអូមើលទៅសត្វតែ CEO General Manager HR សត្វតែ Chief of HR Head of HR Manager គឺថាអូចូលទៅគឺអារម្មណ៍មួយរំភើបមួយណាតែគេអត់ស្គាល់យើងសោះមិនដឹងធ្វើម៉េចតាក់ទងទៅគេផ្ដល់ស្នាមញញឹមឲ្យខ្លួនឯងពីព្រោះយើងត្រូវដឹងថាការប្រស័យតាក់ទងវាមានទៅមានមកបើយើងមិននិយាយរកគេមុនក៏យើងមិនអាចរំពឹងគេមកនិយាយឲ្យយើងដែរប៉ុន្តែបើយើងគិតថាអាចទៅរួចទេបើសិនបើមានមនុស្ស extrovert មនុស្សបកែនិយាយបកែតាក់ទងគាត់ឃើញយើងញញឹមគាត់មករកយើងដែរអញ្ចឹងខ្ញុំដាក់ស្នាមញញឹមនៅចំពោះមុខខ្លួនឯងពេលខ្ញុំដើរចូលក្នុងទីតាំងហ្នឹងខ្ញុំឡើងទៅធម្មតាគេមិនស្គាល់ខ្ញុំទេរហូតដល់យើងធ្វើ group discussion គេបែងចែកតាមតុនៅក្នុងសមាជិកក្រុមរបស់ខ្ញុំភាគច្រើនហ្មងមិនមែនថាសមាជិកក្រុមខ្ញុំឯងក្រុមណាក៏ដូចក្រុមណាដែរអារឿងឡើងបတ်បង្ហាញនឹងគ្មានណាគេចង់ទេគឺដូចខ្លាចហ្មងបងចាដូចខ្លាចជាងគេជាងឯងរហូតដល់ពួកគាត់ discuss គ្នាខ្ញុំមិនទៀមទីទេប៉ុន្តែមើលទៅដូចតានតឹងពេកអារឿងថាអ្នកណាឡើងអ្នកណាមិនឡើងហ្នឹងខ្ញុំថាបងទាំងអស់គ្នាអត់បាច់បារម្ភទេឥឡូវយើងពិភាក្សាគ្នាទៅបងណាបកែតសេឲ្យស្អាតមកហើយបងណាបកែបញ្ចេញយោបល់យើងបញ្ចេញម្នាក់បន្តិចទៅដល់ពេលឡើងទុកខ្ញុំឡើងក៏បានដែរអត់បញ្ហាទេយើង discuss ហត់គ្នាឡើងរួចរាល់ទៅនៅពេលដែលក្រុមផ្សេងឡើងធម្មតាបងគេកំពុងតែ discuss គ្នាមនុស្សវាជជែកអូចអាចពេញនឹងអញ្ចឹងណាហើយអ្នកចូលរួមវាមាន50%បរទេស50%ខ្មែរបាទហើយតំណែងពួកយើងជា Human Resource Officer ឬក៏អីឡើងហ្នឹងភាគច្រើនយល់អង់គ្លេសហើយអាចស្ដាប់អង់គ្លេសបានអញ្ចឹងខ្ញុំគិតថាឱកាសហ្នឹងឱកាសខ្ញុំនិយាយអង់គ្លេសហើយអញ្ចឹងណាខ្ញុំនឹកឃើញមួយដល់ពេលយើងឡើងធ្វើ group discussion group ទាំងអស់ឡើងគេនិយាយចេញចាយគេអត់សូវស្ដាប់ពួកគាត់ទេដោយសារគាត់អត់ដឹងថាប្រើពាក្យពេចន៍មិនដើម្បី grab attention ទទួលយកចំណាប់អារម្មណ៍អ្នកស្ដាប់ដល់ពេលវគ្គក្រុមខ្ញុំឡើងទៅដល់ពុបដល់វគ្គយើងការខ្ញុំហើយចាអញ្ចឹងខ្ញុំចាប់ផ្ដើមពុប A very good morning everybody ឧទាហរណ៍អញ្ចឹងណា Very good morning ladies and gentlemen thank you for giving us the opportunity so we are coming from the group 1 or 2 អញ្ចឹងទៅនិយាយអញ្ចឹងបដ ாய் គ្រប់គ្នាដែលកំពុងតែជជែកហ្នឹងងាកមកចាប់ផ្ដើមងាកមករកយើងងាកមកយើងទាំងអស់គ្នាខ្ញុំណែនាំខ្លួនខ្ញុំមកពីណាគ្រប់របស់ខ្ញុំអីគេខ្ញុំ discuss ខ្ញុំរៀបរាប់តាមបែប bo hosting របស់ខ្ញុំចឹងមកក្រុមខ្ញុំជាក្រុមជ័យលាភីបាទគ្រាន់តែខ្ញុំចាប់អានឹងភ្លាមខ្ញុំដើរចេញមកវិញបងអើយសត្វតែ Chief HR GM ក្រុមហ៊ុនរត់មកឲ្យនេះមកបានខ្ញុំហើយចង់ឲ្យខ្ញុំទៅធ្វើការឲ្យក្រុមហ៊ុនគាត់ទាំងដែលមិនដែលស្គាល់ថាសម្ផស្សនឹងជាអ្នកណាលទ្ធផលដែលលើគោកភ្លាមមកផ្លែទេណាបង first impression ហើយក៏ជាឱកាសតែមួយគត់បើសិនជាពេលខ្ញុំអត់ឡើងខ្ញុំនៅតែធ្វើដើរក្នុងស្នូកនៅហ្នឹងរុំទុំនៅហ្នឹងអត់ព្រមយកឱកាសហ្នឹងទេក៏គ្មានអ្នកណាស្គាល់ខ្ញុំដែរហើយសួរថាឱកាសបន្តពីអីគេ HR Forum ឆ្នាំហ្នឹងឆ្នាំក្រោយគេអញ្ជើញខ្ញុំទៅជាពិធីករនិងអ្នកសម្របសម្រួលវេទិកាពិភាក្សាខ្ញុំអត់ចាំបាច់ចេញលុយ$35ទេតែគេឲ្យលុយខ្ញុំថែមបើសិនជាលក្ខណៈការចែករំលែកដែលលក់សបុតណាចាអ្នកទាំងអស់គ្នាត្រូវចាយលុយប៉ុន្តែនៅពេលនេះអ្នកទាំងអស់គ្នាអត់ចាំបាច់ត្រូវចាយលុយទេអាចរៀនបានអីថ្មីទោះបីជាការតែចែកនេះវារយៈពេលខ្លីក៏ដោយតែអ្នកទាំងអស់គ្នាទទួលបានបទពិសោធន៍ច្រើនមែនទែនអរគុណច្រើនសម្រាប់ការចែករំលែកហ្នឹងសូម្បីតែខ្ញុំក៏មានអារម្មណ៍ថាស្ដាប់ហើយសប្បាយស្ដាប់ហើយមានរូបភាពហ្មងណាប៉ុន្តែនៅពេលហ្នឹងគឺជាការដែលអាចសាងឱកាសមួយសម្រាប់ខ្លួនឯងហើយក៏ជាពេលវេលាមួយដែលធ្វើឲ្យមនុស្សជុំវិញខ្លួនហ្នឹងចាប់ផ្ដើមស្គាល់យើងដែរអញ្ចឹងឱកាសការងារនេះក៏ចាប់ផ្ដើមមានបន្តរហូតមកពីហ្នឹងមកចាបន្តពីហ្នឹងធម្មតានៅក្នុងស្ថាប័នច្រើនពេលហ្នឹងខ្ញុំនៅពិធីខ្ញុំមិនមែនជាពិធីករអាជីពអីទេខ្ញុំគ្រាន់តែជា HR ហើយខ្ញុំនៅតែគិតថាខ្ញុំនៅចង់ស្គាល់បណ្ដាញរបស់ HR ពីព្រោះយើងចង់ដោះខាត់សមត្ថភាពរបស់យើងកាលជំនាន់នោះខ្ញុំជា Senior HR Officer Executive Senior HR Executive អញ្ចឹងខ្ញុំក៏មានបំណងមួយចង់ក្លាយទៅជា HR Manager ដែរអញ្ចឹងខ្ញុំត្រូវរស់នៅក្នុងបណ្ដុំសង្គមមនុស្សហ្នឹងសហគមន៍មួយហ្នឹងដែលជា supporting system អញ្ចឹងខ្ញុំត្រូវរៀនសូត្រពីពួកគាត់ដូចគ្នាឃើញថាយើងរៀនបានច្រើនហើយក៏លឺនៅចំណុចដែលយើងត្រូវរៀនថ្មីច្រើនដែរតាមរយៈការទៅចែកខាងការចែករំលែកបងនៅក្នុងថ្ងៃនេះបកមកដល់វិថីនៃអ្នកសម្របសម្រួលវិញបងគិតថាឥឡូវនេះទលំទលាយហើយនៅសម្រាប់ធនធានមនុស្សដែលអាចធ្វើជាពិធីករពិធីការនីជាពិសេសគឺពិធីករពិធីការនីលំដាប់ថ្នាក់ផ្លូវការថ្នាក់ជាតិអីចឹងណាបងបើយើងនិយាយពីពិធីករនៅក្នុងប្រទេសច្រើនណាស់ហើយខ្ញុំនិយាយពីរឿង story មួយខ្លះទៅ
មានបងដែលគាត់ជាពិធីករជើងចាស់មួយចំនួនក៏បាត់បង់ការងារធ្វើច្រើនហើយក៏វាមានការប្រកួតប្រជែងហ្នឹងវាដូចថាធ្វើឲ្យពួកគាត់ពិបាកពេលដែលខ្ញុំជួបដៃគូជាពិសេសបងដែលគាត់ជាពិធីករនៅតាមគេហៅ on ground ដែលគាត់ធ្វើនៅផ្សារទំនើបគាត់កម្មវិធីសបាយឈៀលអីអញ្ចឹងបាត់បង់ការងារច្រើនហើយក៏មានការប្រតិបតម្លៃនៅក្នុងទីផ្សារហ្នឹងក៏គួរសមដែរអញ្ចឹងសួរថាខ្វះធនធានទេក៏ពិតធនធានច្រើនគាត់ថាតើមួយណាជាទម្រង់ដែលគេចាំបាច់ច្រើនជាងគេអញ្ចឹងដោយកម្មវិធីផ្លូវការខ្ញុំគិតថាខ្ញុំមានឱកាសមួយដែលចូលមកក្រោយគេហៅមន់ថ្មីប៉ុន្តែហ៊ានបុកទីផ្សារខ្លាំងជាងគេលេចធ្លោជាងគេដោយសារខ្ញុំស្គាល់ពី niche market របស់ខ្ញុំពីតម្រូវការទីផ្សារកម្ររបស់ខ្ញុំជាផលិតផលមួយដែលពីងពិបាករកបន្តិចអញ្ចឹងពិធីករផ្លូវការទី1គាត់ចេះភាសាផ្លូវការហ្នឹងទី2គាត់ត្រូវចេះភាសាបានទាំងពីរព្រោះកម្មវិធីផ្លូវការឥឡូវនេះមានជនជាតិបរទេសចូលរួមច្រើនមានអង្គការស្ថាប័នជាតិអន្តរជាតិដែលសុទ្ធតែជាដៃគូមានបរទេសមានអីអញ្ចឹងមិនអាចប្រើតែមួយភាសាបានទេអញ្ចឹងពេលហ្នឹងហើយគឺខ្ញុំមើលឃើញថាអ្វីដែលខ្ញុំលេចធ្លោជាងគេត្រង់ថាពិធីករផ្លូវការមិនសូវសម្បូរហើយពិធីករដែលនិយាយបានខ្មែរអង់គ្លេសច្បាស់ក៏អត់សូវសម្បូរអញ្ចឹងខ្ញុំចូលមកដូចជាផលិតផលកម្រមួយដែលធ្វើឲ្យទីផ្សារងាកមកចាប់អារម្មណ៍នាងខ្ញុំព្រោះក្នុងចំណោមអ្នកដែលធ្វើពិធីករស្រៀងខ្ញុំនឹងមានតែរៀមច្បងយើងមួយចំនួនតូចទេមួយចំនួនតូចដែលគាត់ធ្វើទេអញ្ចឹងណាតែបើពិធីករសបាយពិធីករនិយាយមកភាសាយើងទូទៅបានធម្មតាហ្នឹងគឺមានច្រើនណាស់តាមកម្មវិធីទូកម្មវិធី concert អីច្រើនមែនតើចាអញ្ចឹងមិនន័យថាបើសិនជាយើងចេះភាសាទី2ជាពិសេសគឺភាសាអង់គ្លេសហ្នឹងគឺអាចជួយសម្រួលនឹងជាឱកាសសម្រាប់ការរុញច្រានយើងទៅកាន់តែឆ្ងាយនៅក្នុងវិថីនេះដូចគ្នាតាក់ទងទៅនឹងភេទវិញបងគិតថាពិធីករផ្លូវការតើតើជាមនុស្សស្រីឬក៏អាចទៅបានដូចគ្នាបើសិនបើបុរសគាត់មានសមត្ថភាពដូចឬក៏ប្រហែលមនុស្សស្រីដែរបើយើងមើលសម្លឹងពិភពលោកគេមិនសូវប្រកាន់ប្រុសស្រីទេទាំងប្រុសទាំងស្រីឲ្យតែយើងមានសមត្ថភាពពិតធ្វើបានទាំងអស់ក៏ប៉ុន្តែបើយើងសម្លឹងមកបរិបទប្រទេសកម្ពុជារបស់យើងខ្ញុំនៅតែទទួលស្គាល់ដដែលថាពិធីករស្រីមានអត្ថិភាពជាងហើយសូមទទួលស្គាល់ហ្មងណាដោយសារអីបងខ្ញុំមិនហ៊ានមានមូលហេតុច្បាស់លាស់ថាហេតុអីបានគេយកស្រីហេតុអីបានគេយកប្រុសទេនៅមានពិធីករបរោះដែលគាត់អាចនិយាយអង់គ្លេសខ្មែរហើយកាន់កម្មវិធីផ្លូវការបានគាត់នៅតែចេញម្នាក់ឯងបានអញ្ចឹងប៉ុន្តែវានៅមានភាគរយតិចប៉ុន្តែបើកូនស្រីពិធីករស្រីយើងទៅខ្មែរអង់គ្លេសក៏បាននិយាយម្នាក់ឯងហ្មងគេអត់សូវជួលដៃគូទេជាពិសេសកម្មវិធីផ្លូវការគឺកម្រមានកម្មវិធីដៃគូស្រីផងប្រុសផងសប្តាហ៍ថ្ងៃនេះបងក៏មានជាថ្នាក់ក្នុងការបណ្ដុះបណ្ដាលយុវវ័យរបស់យើងដែលគាត់ចង់ក្លាយទៅជាពិធីករផ្លូវការអាជីពតើរយៈពេលនៃការបណ្ដុះបណ្ដាលនេះកាលឡើងយូរនៅបងអញ្ចឹងចំនួនទី1ខ្ញុំបានចប់ទៅហើយចំនួនទី2ទី3កំពុងតែរៀនចូលគ្នាប្រហែលជា12នាក់ដែលកំពុងរៀនពេលបច្ចុប្បន្នហ្នឹងខ្ញុំបង្រៀនពួកគាត់ជាការជួបជុំរៀនជាក្រុមរយៈពេល2ខែពេញចាវាដូច boot camp មួយអញ្ចឹងណារយៈពេល2ខែពេញពួកគាត់ត្រូវជួបគ្នារៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍អាទិត្យកន្លះថ្ងៃអញ្ចឹងណានៅទីតាំងមួយដែលយើងបានកំណត់ខ្ញុំបដិតាំងពីអេរយាប័តការនិយាយស្ដីការប្រើប្រាស់កសែភ្នែកកាយវិការជារួមហើយខ្ញុំបរៀននៅក្នុងការលើកដាក់សំឡេងនិយាយមិនកុំឲ្យហត់និយាយមិនកុំឲ្យគេស្ដាប់ទៅឈឺទៅជាកាត់បន្ថយបានដោយវិធីណាអញ្ចឹងណាបរៀនអានឹងមួយទៀតហើយយើងបរៀនថាស្អីទៅជាកម្មវិធីពីព្រោះព្រឹត្តិការណ៍កម្មវិធីច្រើនទម្រង់ហ่ะបងសូម្បីតែយើងនិយាយពិធីករផ្លូវការហ្នឹងមួយផ្លូវការហ្នឹងអីគេខ្លះវាមានsemi formal វាមានformal វាមាន less formal អីចឹងទៅសំណួរមួយចុងក្រោយពីកម្មវិធីរបស់យើងសម្រាប់បងគិតថាអ្នកដែលដើរលើវិថីនេះបានល្អតើទៅត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលឬក៏សមត្ថភាពពីធម្មជាតិរបស់គាត់អាចទៅរួចបើសិនជាយើងសួរថាពីធម្មជាតិពីព្រោះខ្ញុំខ្លួនឯងក៏អត់មានគ្រូបណ្ដុះបណ្ដាលដែរអញ្ចឹងសួរថាចំណូលចិត្តបទពិសោធន៍និងការចង់ចេះចង់ដឹងការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯងនិងការរៀនសង្កេតពីរៀមច្បងពីបរិបទដែលយើងរស់នៅជុំវិញខ្លួនយើងអាចរៀនបានយើងអាចទទួលចំណេះដឹងបានដោយប្រយោលហើយយើងអាចធ្វើបានប៉ុន្តែប្រសិនបើយើងរៀនមានគ្រូត្រឹមត្រូវដែលជារៀមច្បងជាចាស់ព្រឹទ្ធាចារ្យដែលលោកដើមមុនយើងគាត់ត្រួសត្រាយយើងរៀនសូត្រខ្លួនឯងផងយើងបានចំណេះដឹងដោយការសង្កេតផងវាលឿនប្រហែលជាគាត់ចំណាយពេល10ឆ្នាំដើម្បីក្លាយទៅជាពិធីករដូចខ្ញុំមិនចំណាយពេល10ឆ្នាំតម្រុំខ្ញុំបាត់ក្លាយជាពិធីករប៉ុន្តែបើគាត់រៀនសូត្រប្រហែលតែ1ឆ្នាំទៅ2ឆ្នាំប្រឡូកពិធីករជាបាត់ហើយខ្ញុំបញ្យល់កូនសិស្សខ្ញុំដូចគ្នាអញ្ចឹងបើប្អូនខំរៀនខ្លួនឯងប្អូននឹងចេះប៉ុន្តែគ្រាន់តែវាដើរយូរតែបើមានគ្រូបាអាចារ្យបរៀនត្រឹមត្រូវសាលាត្រឹមត្រូវវាដើរលឿន
តែប៉ុណ្្នឹងឯងចា៎អរគុណបងច្រើនសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានឃើញមុខបងសំភ័ម្ដងទៀតនៅក្នុងកម្មវិធីរបស់យើងពេលណាមួយក៏ថាបានដែរបញ្ចប់ពី podcast ហ្នឹងដោយសារតែបងមានអីចែករំលែកជាមួយពួកយើងច្រើនមែនទែនអរគុណច្រើនសម្រាប់អ្នកទាំងអស់គ្នាដែលតាមដានកម្មវិធី K9 podcast តាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាអ្វីដែលយើងបានចែករំលែកនៅក្នុងកម្មវិធីថ្ងៃនេះនាំមកជូនអ្នកទាំងអស់គ្នាពិតជាមានប្រយោជន៍ហើយអ្នកទាំងអស់គ្នានឹងរៀនបាននៅចំណុចជាច្រើនដែលអាចដុសខាត់សមត្ថភាពខ្លួនឯងប្រសិនបើយើងគិតថាយើងចង់ដើរលើវិថីមួយនេះអរគុណច្រើនហើយក៏សូមអភ័យទោសចំពោះកំហុសខុសឆ្គងកាត់ឡើងដោយចេតនាផងដែរប្រសិនបើការទៅជែកនេះមានចំណុចកន្លែងណាមួយដែលមិនគួរឬក៏វាវែងពេកវាខ្លីពេកវាមិនគ្រប់ជ្រុងជ្រោយក៏សូមខន្តីអភ័យទោសបាទនៅពេលនេះខ្ញុំបាទសុភារួមជាមួយនឹងខ្ញុំខ្សែសំភ័របាទសូមអរគុណសូមជម្រាបលា